លោកស្រីឌូអញ្ជើញពិសាតែអរគុណលោកតាឈិនលោកស្រីលូកុំបារម្ភអីខ្ញុំជឿជាក់លើលោកលូគ្រាន់តែពួកកូនចៅមិនចេះធ្វើការងារប៉ុន្មានឆ្នាំនេះខ្ញុំចាស់ហើយសុខភាពក៏មិនសូវល្អរឿងច្រើនណាស់ប្រគល់ឲ្យគេធ្វើទើបធ្វើឲ្យគេមានចរិតរឹងរូសបែបនេះតាមពិតគេគ្មានបំណងអាក្រក់ទេខ្ញុំយល់ហើយលោកតាខ្ញុំជឿថាលូឈិនក៏យល់ដែរលោកស្រីលូដាំឡើយជាមនុស្សរបស់ត្រកូលស៊ូហេតុអ្វីបានជាទៅរស់នៅតំបន់ចាស់ទៅវិញត្រកូលស៊ូប៉ុន្មានឆ្នាំនេះជួបគ្នាផ្ទៃក្នុងមិនឈប់ឪពុកខ្ញុំក៏មិនចេះគ្រប់គ្រងអាជីវកម្មគ្រួសារដែរទើបបង្ខំចិត្តរត់ទៅរស់នៅតំបន់ចាស់ពិតជាលំបាកវេទនាណាស់តែអនាគតកញ្ញាស៊ូមិនបាច់បារម្ភទេពេលនេះលោកលូមានសមត្ថភាពខ្លាំងបែបនេះខ្ញុំជឿថាថ្ងៃណាមួយត្រកូលស៊ូច្បាស់ជាអញ្ជើញគ្រួសារនាងត្រឡប់ទៅវិញសង្ឃឹមថាអញ្ចឹងចុះតែខ្ញុំក៏មិនសូវខ្វល់ដែរនឹកស្មានមិនដល់សោះលោកអាចរកបានលដុតថ្នាំបែបនេះសោះបងឈិនលដុតថ្នាំនេះមានអ្វីពិសេសមែនទេពិតជាលដុតថ្នាំមែនលោកលូឬមួយលោកចំសំថ្នាំទឹកមិនមែនដឹងហើយទេអីថាខ្ញុំចង់ផ្សំថ្នាំទឹកបើមិនអញ្ចឹងទេតាមខ្ញុំមកធ្វើអីខ្ញុំស្មានថាលោកលូចង់ផ្សំថ្នាំធម្មតាទើបចង់មកមើលថាតើខ្ញុំចេះផ្សំថ្នាំឬអត់មែនទេលោកលូកុំប្រកាន់អីលោកនៅក្មេងខ្លាំងណាស់ខ្ញុំមានការសង្ស័យក៏ជារឿងធម្មតាដែរម្យ៉ាងទៀតលោកតាឈិនមានគុណចំពោះខ្ញុំយល់ហើយអរគុណលោកលូលោកលូតើលោកចង់ផ្សំថ្នាំទឹកអ្វីទៅពេលនេះចិត្តគំនិតទាំងអស់ស្ថិតនៅលើដុតថ្នាំគ្មានអារម្មណ៍ខ្វល់ពីមនុស្សជុំវិញខ្លួនតតែសោះថ្នាំដាស់វិញ្ញាណអីគេនឹងនិយាយគ្នាចាំបាច់ស្រែកខ្លាំងម្ល៉េះអត់ទេលោកលូគ្រាន់តែលោកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលច្រើនពេកហើយកញ្ញាទៅប្រាប់លោកតាឲ្យចូលបន្ទប់ត្រៀមព្យាបាលខ្ញុំទៅហៅលោកតាភ្លាមហាលោកលូគិតដល់រឿងចាប់ពីពេលនេះទៅមិនបាច់ទ្រាំនឹងការឈឺក្បាលនោះទៀតខ្ញុំមានអារម្មណ៍ថាធូរស្រាលណាស់លោកតាមិនខ្លាចខ្ញុំព្យាបាលមិនជាទេអីឬមួយខ្ញុំគ្រាន់តែជាជនបោកប្រាស់តើមាននរណានិយាយថាខ្លួនឯងជាជនបោកប្រាស់ទៅលោកលូខ្ញុំជឿតែលើភ្នែកខ្លួនឯងប៉ុណ្ណោះនៅតំបន់ចាស់គឺលោកដែលបានជួយសង្គ្រោះជីវិតខ្ញុំដូច្នេះលោកមិនអាចជាជនបោកប្រាស់ទេទោះព្យាបាលមិនជាក៏ជាព្រហ្មលិខិតរបស់ខ្ញុំដែរអរគុណលោកតាដែលទុកចិត្តកុំបារម្ភអីលូឈិនខ្ញុំចង់និយាយជាមួយបន្តិចលូឈិនតើបងពិតជាចេះព្យាបាលជំងឺមែនហ៎រឿងរ៉ាវមកដល់ដំណាក់កាលនេះហើយបងក៏មិនលាក់បាំងអូនទៀតដែរណានយ៉ាងតាមពិតទៅបងគឺជាគ្រូពេទ្យទេវតាចុះហេតុអីពីមុនបងមិនប្រាប់ខ្ញុំចង់និយាយថាកាលពី3ឆ្នាំមុននោះកាលនោះបងរងរបួសធ្ងន់ថែមទាំងពិបាករកថ្នាំត្រូវទៀតតាមពិតចាំរបួសធូរស្រាលបន្តិចសឹមប្រាប់លូឈិនខ្ញុំមិនបាននិយាយលេងទេបើមិនកាត់ទេប្រាប់លោកតាឈិនឥឡូវនេះនៅទាន់ពេលខ្ញុំមើលទៅលោកតាឈិនមិនមែនជាមនុស្សអាក្រក់ឡើយសារភាពខុសឥឡូវនេះគាត់ប្រហែលជាមិនធ្វើបាបពួកយើងទេណានយ៉ានកុំបារម្ភអីខ្ញុំពិតជាចេះព្យាបាលជំងឺមែនបើមិនជឿចាំបន្តិចទៀតមើលទៅលោកតាជួយដោះអាវក្រៅចេញផងលោកតាកាលពីក្មេងលោកតាពិតជាធ្លាប់ហើយឆ្លងការលំបាកច្រើនណាស់ស្នាមទាំងនេះសុទ្ធតែបានមកពីការធ្វើកម្ដៅកាលនោះសំណាងហើយមិនស្លាប់ហាការលំបាករបស់មនុស្សចំនួនពួកយើងមនុស្សចំនួននេះមិនយល់ឡើយបងឈិនព្យាបាលជំងឺជូនលោកតាមុនសិនទៅដឹងថាខ្ញុំរអ៊ូទំហើយខ្ញុំដឹងថាលោកតាធ្វើដើម្បីអូយ៉ាងទេតែបើតឹងតែងពេកងាយនឹងខូចការណាស់ពិតមែនហើយលោកតាមិនមែនលោកតាគោរពបងឈិនខ្លាំងណាស់ទេអីសាកស្ដាប់អ្វីដែលបងឈិននិយាយទៅមើលទៅឲ្យឆ្ងាយទៅបាទលោកតាពេលដែលខ្ញុំព្យាបាលជំងឺជូនលោកតាបន្តិចទៀតនេះបើសិនជាមានអារម្មណ៍មិនស្រួលខ្លួនឬវង្វេងវង្វាន់ឃើញរូបភាពភ័ន្តច្រឡំរឿងខ្លះពន្យល់មិនចេញមិនមែនមានន័យថាគ្មាននោះទេ
កាលពីដំបូងឃើញលោកលូបសំថ្នាំគ្រាប់ក្នុងចិត្តខ្ញុំនៅមានមន្ទិលសង្ស័យខ្លះគ្រាន់តែដាក់អស់ទៅតាមលំដាប់លំដោយទោះបីជាអាចចេញជាគ្រាប់ថ្នាំក៏ដោយក៏អាចប្រើល្បិចបោកប្រាស់បន្លំភ្នែកបានដែរតែពេលបានឃើញឈុតមជុំមាសនេះហើយទើបខ្ញុំយល់ច្បាស់ពិតជាខ្ញុំគិតខុសចំពោះលោកហើយមជុលមាសនេះពិតជាខុសគ្នាឆ្ងាយណាស់គ្រូពេទ្យបុរាណចិនសពថ្ងៃនេះជាទូទៅគឺ5ជុលដែកថែបការចាក់មជុលត្រូវចាក់ចូលចំចំណុចជីកចក្រមស្បែកបើគ្មានមូលដ្ឋានគឺចាក់មជុលច្បាស់លាស់ហើយក្តៅមិនរឹងមាំល្អគឺមិនអាចចាក់បានចំនឹងជ្រៅឡើយមជុលដែកថែបមានសភាពរឹងងាយស្រួលរៀនប្រើប្រាស់ជួយសន្សំពេលវេលាវឹកហាត់បានច្រើនតែពេលចាក់ចូលស្បែកអ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងព្រោះតែហេតុនេះហើយទើបគ្រប់គ្នាតែងតែស្វែងរកគ្រូពេទ្យបុរាណចិនដែលមានវ័យចំណាស់និងពូកែគ្រូពេទ្យបុរាណដែលមានបទពិសោធន៍នឹង5ជុលប្រាក់ពេលចាក់មជុលប្រាក់ចូលទៅក្នុងស្បែកអ្នកជំងឺនឹងមិនសូវឈឺចាប់ប៉ុន្មានទេតែដើម្បីប្រើប្រាស់មជុលប្រាក់បានស្ទាត់ជំនាញយ៉ាងហោចណាស់ក៏ត្រូវប្រកបរបរនេះរាប់សិបឆ្នាំទើបអាចធ្វើបានតែមជុលនេះមានសភាពទន់ខ្លាំងពេលចាក់ចូលចំចំណុចជីកចអ្នកជំងឺស្ទើរតែគ្មានអារម្មណ៍ឈឺចាប់តតែសោះអ្វីដែលសំខាន់បំផុតនោះគឺឲ្យតែចាក់ចំពោះដែលបានល្អប្រសិទ្ធភាពនៃមជុលនេះគឺល្អជាងមជុលប្រាក់និងមជុលដែកថែបឆ្ងាយណាស់តែបើគ្មានសមត្ថភាពខ្ពស់និងបទពិសោធន៍ច្រើនឆ្នាំទេនោះមជុលមាសសំបីតែចាក់ចូលចំណុចជីកចក៏មិនបានផងនៅលើโลกនេះមានជនបោកប្រាស់ណាមកធ្វើបាបខ្លួនឯងនោះហ៊ាននេះកំជុលមាសមកដើរបោកប្រាស់គេបែបនេះបងឆេនហេតុអីលោកតារបស់ខ្ញុំទៅជាបែបនេះនេះជារឿងធម្មតាទេបើមិនព្រមលេបថ្នាំពេលនេះតើត្រូវចាំដល់ពេលណាទៀតផ្ដោតអារម្មណ៍ទៅឃើញលោកស្ងប់ស្ងាត់បែបនេះហាក់ដូចជាគ្រប់គ្រងស្ថានភាពបានទាំងអស់ខ្ញុំក៏ចាប់ផ្ដើមជឿជាក់លើលោកខ្លះដែរទោះបីជាពីមុនលោកជាមនុស្សបែបណាក៏ដោយតែពេលនេះមើលទៅលោកពិតជាចេះមើលជំងឺជួយមនុស្សមែនទោះខ្ញុំមិនចេះវិទ្យាសាស្ត្រតែខ្ញុំដឹងថាគ្រូពេទ្យពូកែភាគច្រើន5ចូលប្រាក់ព្រោះមជុលនេះពិបាកប្រើខ្លាំងណាស់តែលោកបែរជាអាចប្រើវាបានយ៉ាងស្ទាត់ជំនាញបញ្ជាក់ថាវិជ្ជាពេទ្យរបស់លោកមិនមែនជាការពុតផលឡើយលោកលូតើលោកតែឈានកាត់ជំងឺអីឲ្យប្រកបទៅខ្ញុំបានសុំថ្នាំដាស់វិញ្ញាណឡើងមកលោកនៅតែមិនយល់ទៀតអីគឺមកពីខ្ញុំនឹងខ្លាចពេកហើយខ្ញុំពិតជានឹកស្មានមិនដល់សោះថាពីក្មេងលោកតែធ្លាប់រងគ្រោះដោយសារភាពត្រជាក់នឹងការនឿយហត់ខ្លាំងរហូតធ្វើឲ្យស្ទះសរសៃវិញ្ញាណនៅក្នុងខ្លួនធ្វើឲ្យជ្រុនឈាមរត់មិនបានស្រួលបង្កជាបញ្ហាស្ទះសរសៃក្នុងខ្លួនកាន់តែខ្លាំងធ្វើឲ្យស្ទះលំហូរឈាមកាន់តែធ្ងន់ធ្ងរបណ្ដាលឲ្យតានតឹងប្រព័ន្ធសរសៃប្រសាទទើបធ្វើឲ្យឈឺក្បាលរ៉ាំរ៉ៃញឹកញាប់បែបនេះលោកលូចង់មានន័យថាលោកតែឈានត្រូវបានធ្វើពលអវិជ្ជមានយាយីរាងកាយមែនទេមិនល្ងងហួសហេតុពេកទេមិននឹកស្មានថានៅលើโลกនេះពិតជាមានរបស់បែបនេះមែនបើសូម្បីតែខ្លួនឯងក៏មិនជឿជាក់លើក្បួនពេទ្យបុរាណផងនោះតើវិជ្ជាពេទ្យរបស់ខ្លួនអាចទៅដល់កម្រិតកម្ពស់បានយ៉ាងម៉េចមែនហើយបើមិនជឿជាក់លើក្បួនច្បាប់តែដូនតាបានបន្សល់ទុកមកទេនោះហើយរៀនទាំងចិត្តសង្ស័យបែបនេះតើវិជ្ជាពេទ្យអាចរីកចម្រើនទៅមុខបានយ៉ាងម៉េចទៅលោកលូខ្ញុំទទួលបានចំណេះដឹងច្រើនណាស់ប្រធានសៀងគឺជាគ្រូពេទ្យល្បីឈ្មោះនៅចុងចុងណាខ្ញុំដឹងថាបងឆេនពិតជាមានសមត្ថភាពតែនឹកស្មានមិនដល់ថាសូម្បីតែប្រធានសៀងក៏បន្ទាបខ្លួនដល់ថ្នាក់នេះដែរមើលទៅដូចជាសិស្សដែលកំពុងក្រេបជញ្ជក់ចំណេះដឹងអញ្ចឹងគឺគេហៅលោកថាជាប្រធានមន្ទីរពេទ្យអាចមកផ្ទះត្រកូលឈិនបានច្បាស់ជាគ្រូពេទ្យលំដាប់កំពូលហើយតែលោកបែរជាគោរពលូឈិនដល់ថ្នាក់នេះតើនៅលើខ្លួនលូឈិននៅមានអាចកំបាំងអស្ចារ្យអ្វីខ្លះទៀតទៅវិជ្ជាពេទ្យបុរាណនិងវិទ្យាសាស្ត្រអាចកំបាំងគឺដើរទន្ទឹមគ្នារឿងមួយនេះត្រូវបានបញ្ជាក់រួចមកហើយលើជំងឺជាច្រើនគ្រាន់តែបច្ចុប្បន្នមិនសូវមានអ្នកយល់ដឹងប៉ុណ្ណោះប្រសិនបើមិនផ្អែកលើក្បួនយានយ៉ាងនឹងធៀបទាំង5ទេតើគិតថាវិជ្ជាពេទ្យបុរាណអាចបញ្ចេញសមត្ថភាពបានកម្រិតណាមជុលនឹងធម្មពលអវិជ្ជមានក៏ជាប្រភពនៃជំងឺមួយដែរនេះមិនមែនជាការជឿសុខមុខទេតែវាមានពិតប្រាកដមែនជំងឺជាច្រើនអាចធ្វើឲ្យវិញ្ញាណមនុស្សច្របូកច្របល់រហូតដល់បង្កើតជាការយល់សប្តិប៉ុនច្រឡំទ្រឹស្ដីរបស់វាស្មុគស្មាញណាស់តែយើងមិនអាចព្រោះតែបកស្រាយមិនទាន់បានហើយទៅបដិសេធអត្ថភាពរបស់វាឡើយបើមិនបានជួបនឹងលោកលូទេប្រហែលជាជំងឺមួយនេះនឹងតាមលងបន្លាចខ្ញុំដល់ថ្ងៃស្លាប់ហើយលោកតាត្រូវផ្ដោតអារម្មណ៍ទប់ទល់នឹងធម្មពលអវិជ្ជមានពេលនេះមិនទាន់ដល់ដំណាក់កាលសំខាន់បំផុតឡើយលោកលូឬមួយក៏ចំនួនថ្នាំដាស់វិញ្ញាណមិនគ្រប់គ្រាន់តើពិតជាខ្វះថ្នាំពិតមែនឬតើថ្នាំព្យាបាលលេងត្រូវហើយមែនទេបើថ្នាំមិនគ្រប់គ្រាន់ព្យាបាលលោកតាឈិនមិនជីទេនោះគ្រូសាឈិនច្បាស់ជាខឹងដាក់លូឈិនមិនខានខ្ញុំពិតជាមិនចង់ឃើញគាត់ធ្លាក់ខ្លួនបាក់ទឹកចិត្តដោយកាលពី3ឆ្នាំមុនទៀតទេទាំងសភាពកំសត់បែបនោះឡើយខ្ញុំមិននឹកស្មានថាធម្មពលអាក្រក់លើខ្លួនលោកតាឈិនខ្លាំងដល់ថ្នាក់នេះសោះទោះបីជាមានថ្នាំដាស់វិញ្ញាណគ្រប់គ្រាន់ក៏នៅតែគ្មានប្រសិទ្ធភាពនៅពេលក្រោយដែរបងឈិនបើថ្នាំដាស់វិញ្ញាណមិនអាចសង្កត់ធម្មពលអាក្រក់លើខ្លួនលោកតាបានទេតើនឹងមានរឿងអ្វីកើតឡើងស្មារតីរបស់លោកតាឈិននឹងវង្វេងទាំងស្រុងពោគឺខ្លាចជាមនុស្សឈួតតែម្ដងរីឯជំងឺលើរាងកាយក៏កាន់តែធ្ងន់ធ្ងរដែរបងឈិនចុះឥឡូវត្រូវធ្វើម៉េចទៅតើលោកលូគ្មានវិធីផ្សេងទៀតទេ
ដើម្បីទប់ស្កាត់ស្ថានភាពរបស់លោកតាឈិនទេលូឆិនលោកតាឈិនកុំបារម្ភអីខ្ញុំនៅទីនេះតាស្មានមិនដល់ថាជាវិធីសាស្ត្រជាងយ៉ាងសោះក្នុងការលោកស្គាល់វិធីសាស្ត្រជាងយ៉ាងហើយខ្ញុំគ្រាន់តែដឹងពីវាប៉ុណ្ណោះប៉ុន្តែលោកលូបែរជាដឹងពីវិធីប្រើប្រាស់វិជាពិតប្រាកដនេះទៅវិញពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់លោកពិតជាកំពូលគ្រូពេទ្យពិតមែនកុំលើកជើងខ្ញុំអីបើសិនជាចង់រៀនចាំពេលលោកតាឈិនជាសិស្សបើសិនខ្ញុំនឹងបង្រៀនលោកលូពិតជាចិត្តទូលាយណាស់គ្រូពេទ្យទូទៅតែងតែលាក់ចំណេះដឹងយ៉ាងជិតតែលោកលូបែរជាមិនកំណាញ់នឹងព្រមបង្រៀនខ្ញុំសោះលោកលូពិតជាមានចិត្តមេត្តាដូចជាគ្រូពេទ្យទេតាស្ថានភាពជំងឺរបស់លោកតាលោកលូអាចជួយព្យាបាលបានបែបនេះគឺពិសេសវិសោធខ្លាំងណាស់ទៅហើយប្រសិនបើបន្តិចទៀតលោកតានៅតែមិនអាចឆ្លងផុតមិនថាកើតរឿងអ្វីឡើងក៏មិនពាក់ព័ន្ធនឹងលោកលូដែរហេកូនចៅត្រកូលឈិនមិនបាច់មកបង្ហាញភាពកំសាកបែបនេះទេសូមលោកតាកុំបារម្ភអីប្រសិនបើលោកតាមានគ្រោះថ្នាក់មែនឲ្យតែត្រកូលឈិននៅតែឈរជើងបានលោកលូច្បាស់ជាមានសុវត្ថិភាពនេះហើយជាកិត្យានុភាពនឹងការបន្តវេនរបស់ត្រកូលឈិនលូឆិនត្រូវតែព្យាបាលលោកតាឈិនឲ្យជាណាកុំបារម្ភអីលោកតាមិនបាច់ភ័យទេខ្ញុំគ្រាន់តែប្រាប់ឲ្យរក្សាស្មារតីឲ្យជាប់វាមិនថ្នាក់គ្រោះថ្នាក់ខ្លាំងនោះទេឲ្យតែស្មារតីរបស់លោកដែលរឹងមាំខ្ញុំមានទំនុកចិត្តដល់ទៅ 90% ចាប់ផ្ដើមទៅលោកលូទីនោះជាចំណុចខ្សោយស្លាប់រស់របស់រាងកាយណាស្មានមិនដល់ថាជាវិធីចាក់បញ្ចូល9 វិលទៅធាតុយ៉ាងសោះលូឆៅខ្ញុំមិនអីទេណានយានច្បាស់ជាខ្លាចសឹងស្លាប់ទៅហើយតែនៅតែទ្រាំមិនរំខានខ្ញុំយូរអាំងនាំណានយានចេញទៅក្រៅទៅបាតម៉ៃខ្លាំងប្រមាត់ឲ្យតែរបស់នោះជាស្អីទៅគួរឲ្យខ្លាចខ្លាំងម្ល៉េះខ្ញុំមិនដឹងទេបងថ្លៃពួកយើងទៅសួនច្បារខាងក្រោមវិញទៅនៅទីនោះមានពន្លឺថ្ងៃកក់ក្ដៅជាងពួកយើងរងចាំនៅទីនេះវិញល្អជាងចុះបើទៅខាងក្រៅហើយលោកតាឈិនកើតរឿងអីនោះបើមិនទាន់ពេលវាមិនល្អទេអរគុណបងថ្លៃដែលយកទៅយកអាវក្រាស់មួយកំភ្លេជូនកញ្ញាស៊ូអាគមងឹតក្នុងខ្លួនលោកតាឈិនត្រូវបានកំចាត់ហើយបានជាសះស្បើយទាំងស្រុងហើយទោះបីជាមានគំនុំធំប៉ុណ្ណាក៏ដោយអញធ្វើបាបគាត់ច្រើនឆ្នាំមកហើយគួរតែបញ្ឈប់ទៅថយចេញទៅឲ្យលឿននៅតែរឹងក្បាលទៀតឬមួយលោកលូឈានដល់ថ្នាក់អធិរាជហើយលោកតាយកវាជាប់ខ្លួនទៅរករឿងងាប់បើឯងចង់ងាប់កុំបន្ទោសខ្ញុំឲ្យសោះអ្វីដែលបានឃើញនៅថ្ងៃនេះគឺហួសពីការស្មានទាំងអស់លោកលូពិតជាខ្លាំងពូកែហួសពីការស្មានមែនលោកលូកាត់អីហ្នឹងមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចបន្តួចប៉ុណ្ណោះពួកយើងចេញទៅក្រៅទៅប្រហែលជាពួកគេកំពុងទន្ទឹងរង់ចាំហើយលោកលូមិននឹកស្មានថាការព្យាបាលឲ្យខ្ញុំធ្វើឲ្យលោកអស់កម្លាំងបែបនេះសោះលោកតាមិនបាច់គិតច្រើនទេគ្រូពេទ្យសង្គ្រោះមនុស្សជាតួនាទីស្រាប់ហើយលោកលូលោកពិតជាមានចិត្តធម៌ណាស់តែខ្ញុំមិនអាចចាត់ទុកវាជារឿងធម្មតាបានទេគុណស្រឡាញ់មួយនេះខ្ញុំនឹងចងចាំទុកក្នុងចិត្តជានិច្ចគ្រាន់តែអស់កម្លាំងបន្តិចបន្តួចប៉ុណ្ណោះមិនមែនរបួសអីទេមិនអីឡើយលូឆិនកាត់អីហ្នឹងមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចសម្រាប់បន្តិចនឹងជាវិញហើយប្រញាប់ទៅរៀបចំស៊ុបយិនសិនជូនលោកលូទៅលោកតាមិនបាច់ពិបាកទេ
Mình ban tê lục lu cầm pông tại ở cầm lặng khlang. Tu bay chỉ sốc dân sinh ní mình men chỉ dân sinh prey. Tai vi có ai chui bồng pênh cầm lặng bàn đài. U giang bà lợp ní khmiên lục lu tề. Rồi hai chị đà bỏ anh tơ slap bắt tờ hời. Từ ngày một tu chỉ lục lu miên ca trong rục anh cỏ đòi. Anh tới tại phơi vi ở ban ở bồng phật. Nhung đằng hai lục tà. Rương ní tu bay chỉ lục ta mình đám cọc nhung phơi đài. Phước luôn ở một chóp bình tĩnh tờ mờ. Rương ní sầm khăn na. 120 bạc លោកមូគុណធម៌ដ៏ធំធេងនេះខ្ញុំមិនដឹងនិយាយអរគុណយ៉ាងណាទេលោកតាធ្វើបែបនេះធ្វើឲ្យខ្ញុំខ្មាស់គេស្លាប់ហើយខ្ញុំមិនហ៊ានទទួលការគោរពដ៏ធំបែបនេះពីលោកតាទេនេះជាអ្វីដែលខ្ញុំត្រូវធ្វើលោកតាមិញនេះនៅក្នុងបន្ទប់មានរឿងអីកើតឡើងមែនទេអញមិនបានឃើញទស្សនវិជ្ជានៅក្នុងបន្ទប់មិញនេះទេផ្សែងខ្មៅមួយដុំនោះលោកលូតើផ្សែងខ្មៅនោះជាស្អីទៅហើយអ្វីបានជាមានអារម្មណ៍ថាវាដូចជាមានជីវិតអីចឹងនោះគឺជាប្រភពជំងឺនៅក្នុងខ្លួនរបស់លោកតាពីមុនប៉ុន្តែវាមិនមែនមានដឹងខុសត្រូវអីទេគ្រាន់តែសភាពជីវសាស្ត្រធម្មតាប៉ុណ្ណោះព្រោះវាបានរស់នៅក្នុងខ្លួនលោកតាជាច្រើនឆ្នាំមកហើយដូច្នេះពេលដែលខ្ញុំបង្ខំវាឲ្យចេញមកក្រៅភ្លាមវាក៏ចង់ត្រឡប់ទៅក្នុងខ្លួនម្ចាស់វាវិញតែម្ដងពិភពលោកនេះធម្មតាពិតជាមានរឿងចម្លែកមែនពួកយើងរស់នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចពន្យល់បានតែវាពិតជាមានវត្តមានពិតប្រាកដមែនលោកលូខ្ញុំសុំសួរដោយឥតគួរសមបន្តិចបានទេតើក្បាច់ម្ជុលទឹកដែលលោកប្រើមិញនេះជាម្ជុលទឹក99គូយ៉ាងគឺមែនទេមិននឹកស្មានថាលោកស្គាល់ម្ជុលទឹក99គូយ៉ាងដែរខ្ញុំមិនណាស្គាល់ច្បាស់ទៅលោកគឺលោកតាឈិនប្រធានកិត្តិយសមន្ទីរពេទ្យយើងគាត់ធ្លាប់ប្រាប់ខ្ញុំពីវិជ្ជាម្ជុលជីវិតប៉ុន្តែលោកតាឈិនស្គាល់ត្រឹមតែរូបរាងរបស់វាប៉ុណ្ណោះតែមិនយល់ពីអាកំបាំងរបស់វាទេគ្រាន់តែនិយាយថានេះជាវិជ្ជាម្ជុលទាស់មេឃតែបានបាត់បង់ជាយូរមកហើយមិននឹកស្មានថាខ្ញុំបានឃើញវានៅទីនេះសោះលោកលូសូមអភ័យទោសចំពោះការមិនគួរសមពីមុនផងមិនអីទេព្រោះនៅលើលោកនេះមនុស្សភាគច្រើនបំផុតតែងតែវិតម្លៃសមត្ថភាពមនុស្សតាមអាយុវិជ្ជាពេទ្យក៏ត្រូវការពេលវេលាដើម្បីស្ទាត់ជំនាញដែរលោកលូពិតជាចិត្តទូលីមែនផ្នែកគំនិតរបស់លោកលូគឺល្អលើសពីមនុស្សភាគច្រើននៅលើលោកឆ្ងាយណាស់លោកលូមិនត្រឹមតែមិនប្រកាន់ថែមទាំងព្រមឲ្យខ្ញុំមើលរៀនសូត្រទៀតផងលោកលូពិតជាមនុស្សអស្ចារ្យមែនលោកតាខ្ញុំប្រហែលជាត្រូវរំខានលោកតាមួយសន្ទុះទៀតហើយក៏ត្រូវឲ្យវូយ៉ាងចេញទៅក្រៅមួយជើងដែរលោកលូក៏មានប្រសាសន៍បែបនេះអីទោះបីជាលោកគ្មានការងារក៏ខ្ញុំមិនឲ្យលោកទៅណាដែរត្រូវតែនៅហូបបាយល្ងាចជាមួយគ្នានៅទីនេះលោកលូមានការអីនិយាយត្រង់មកចុះលោកតាឈីនគួរសំពេចហើយខ្ញុំចង់ឲ្យវូយ៉ាងជួយទៅទិញអសខ្លះបន្ថែមទៀតហើយចង់សុំខ្ចីចំការចម្រាញ់ថ្នាំនោះបន្តិចប៉ុន្តែថ្នាំដែលត្រូវចម្រាញ់លើកនេះគឺសម្រាប់ខ្ញុំលេបផ្ទាល់ខ្លួនទេហាខ្ចីអីទៅលោកលូចង្ការនោះទុកនៅទីនេះខ្ញុំក៏មិនចេះប្រើដែរហើយពេលដែលវូយ៉ាងទៅរកវាគឺគេមានបំណងចង់ជូនលោកស្រាប់ហើយអីចឹងក៏បានដែរតែប្រហែលជាត្រូវផ្ញើទុកនៅទីនេះមួយរយៈសិនចាំខ្ញុំរកផ្ទះបានសិនចាំមកយកវាទៅខ្ញុំមិនក៏ភ្លេចរឿងនេះទៅកើតកន្លែងដែលបងឈិនស្នាក់នៅលើនេះតូចណាស់ទីធ្លាផ្ទះក៏ញ៉ៃណាស់ដែរគ្មានកន្លែងណាទុករបស់ធំបែបនេះទេវូយ៉ាងនិយាយស្ដីឲ្យដឹងខុសត្រូវផងមានរឿងអីទៀតហើយបងឈិនមិនប្រកាន់រឿងបែបនេះឡើយលោកតាកុំគិតច្រើនអីខ្ញុំពិតជាមិនប្រកាន់រឿងបែបនេះមែនម្យ៉ាងទៀតក្នុងពេលដែលវូយ៉ាងហៅខ្ញុំថាបងឈិនតើខ្ញុំអាចទៅប្រកាន់នឹងរឿងនេះកើតទៅនិស័យរបស់វូយ៉ាងគឺត្រង់ទៅត្រង់មកនេះជាចរិតពិតរបស់គេមែនហើយឆាប់ចេញទៅទិញថ្នាំទៅឃើញមុខអញហើយធុញណាស់បើអីចឹងមិនលោកតាមិនឲ្យខ្ញុំចេញទៅរកស៊ីខ្លួនឯងទៅនៅមិនទាន់ប្រញាប់ទៅទៀតឲ្យខ្ញុំទៅក្រៅលោកតាក៏ត្រូវឲ្យខ្ញុំដឹងថាត្រូវទិញអីដែរតើបងឈិនមិនទាន់ឲ្យវិជ្ជាបញ្ជីមកខ្ញុំផងលោកតាប្រញាប់ធ្វើអីលូឈិនអសោះទាំងនេះជួយទិញឲ្យខ្ញុំ10ចំណែករាល់ខែផងបាទបងឈិនបងសម្រាប់សិនចុះខ្ញុំទៅឥឡូវហើយលោកមើលទៅក្មេងម្នាក់នេះដូចនរណាទៅលោកតាឈិនឥឡូវនេះជាសម័យរបស់ក្មេងហើយជំនាន់យើងលែងត្រូវមួយហើយលោកតាវូយ៉ាងគ្រាន់តែធ្វើការរៀនរំភើបបន្តិចប៉ុណ្ណោះក្នុងវ័យនេះលោកតាមិនអាចឲ្យគេមកផឹកតែរាល់ថ្ងៃដូចលោកតាទេហើយមានភាពនឹងថឹងគ្រប់ពេលនោះទេក៏ត្រូវដែរបើដូចខ្ញុំវិញស្មានថាពីរបីថ្ងៃទៀតគាត់ច្បាស់ជាធុញទ្រាន់ស្លាប់ហើយហាលោកលូតើក្បួនចាក់ម្ជុលជីងយ៉ាងលោកចេះបានប៉ុន្មានភាគហើយចេះទាំងអស់ល្អណាស់ដោយការរំពឹងទុកមែននាយកសៀងមានប្រសាសន៍បែបនេះមានន័យថាម៉េចលោកលូកុំយកច្រឡំអីអ្វីដែលខ្ញុំចង់និយាយនោះគឺលោកមានជំនាញព្យាបាលដ៏ពូកែបែបនេះប្រកាសជាអាចជួយសង្គ្រោះអ្នកជំងឺបានច្រើនជាមិនខាននេះមិនមែនជារឿងល្អណាស់ទេលោកលូប្រហែលជានៅមិនទាន់ដឹងទេគាត់នឹងលោកតាឈិនស្រឡាញ់វិជ្ជាជីវៈពេទ្យខ្លាំងណាស់ឲ្យតែជួបក្បួនព្យាបាលកុំមកឬជំងឺផ្លែកដែលពិបាកព្យាបាលពួកគេទាំងពីរច្បាស់ជាវង្វេងនឹងវាជាមិនខានប៉ុន្តែពួកគេទាំងពីរពិតជាគ្រូពេទ្យដែលមានគុណធម៌ខ្ពស់ណាស់ម្យ៉ាងទៀតតាមដែលខ្ញុំដឹងអ្នកជំងឺដែលពួកគេធ្លាប់ជួយសង្គ្រោះគឺមានច្រើនរាប់មិនអស់ឡើយនាយកសៀងពិតជាគ្រូពេទ្យដ៏ល្អម្នាក់មែន
លោកស្គាល់គឺចិត្តជាគ្រូពេទ្យក៏ដែរឬក្នុងនាមជាគ្រូពេទ្យមិននឹងមិនដឹងទៅលោកលូតើលោកចាប់អារម្មណ៍ចង់មកធ្វើការនៅមន្ទីរពេទ្យបង្អែកទី1ទេខ្ញុំមានគម្រោងផ្ទាល់ខ្លួនហើយពេលនេះសុំមិនទាន់ទៅទេលូឈិនហ៊ានបដិសេធនាយកសៀងផងឬមួយក៏គាត់មិនសូវមានទំនុកចិត្តលើស្នាដៃខ្លួនឯងគួរឲ្យស្ដាយណាស់អ៊ូឈិនទិញច្រើនពេកហើយដឹងខ្ញុំបារម្ភថាបងឈិនប្រើមិនគ្រាន់ទើបជាបន្ថែមខ្លះអស្ចារ្យមួយគឺខ្ញុំរៀបចំទុក20ចំណែកទោះជាយ៉ាងណាក៏មិនបាច់ទិញច្រើនដល់ថ្នាក់នេះដែរលោកតាឈិននាយកសៀងខ្ញុំយល់ពីបំណងរបស់លោកហើយប៉ុន្តែក្នុងពេលដែលលោកលូនិយាយថាមានធរៈផ្ទាល់ខ្លួនហើយលោកកុំបង្ខំគាត់អីល្អជាងបើលោកតាឈិនដឹងពីរឿងស្នាដៃព្យាបាលរបស់លោកលូហើយរួចខ្ញុំមិនបានអញ្ជើញលោកលូទៅមន្ទីរពេទ្យទី1ទៀតគាត់ប្រកាសជាជេរស្ដីខ្ញុំស្លាប់មិនខាននាយកសៀងតែស្នាដៃព្យាបាលរបស់លូឈិនពូកែដល់ថ្នាក់នឹងមែនទេកញ្ញាណានយ៉ានចុះកញ្ញាមិនដឹងពីសមត្ថភាពរបស់លោកលូទេអីខ្ញុំនឹងលូឈិនទៅតែស្គាល់គ្នាមិនយូរទេរួចគាត់ក៏ត្រូវរងរបួសអស់រយៈពេល3ឆ្នាំព្រោះតែខ្ញុំដូច្នេះខ្ញុំមិនសូវដឹងពីរឿងរ៉ាវពីមុនរបស់គាត់ប៉ុន្មានទេតាមពិតគឺបែបនេះសោះកញ្ញាណានយ៉ានអាចនិយាយបានថាស្នាដៃព្យាបាលរបស់លោកលូគឺពូកែបំផុតដែលខ្ញុំមិនធ្លាប់ជួបពីមុនមកមើលទៅប្រហែលជាត្រូវសួរនាំអ៊ូយ៉ាងឲ្យច្បាស់សិនហើយថាតើវៀងលូឈិននិងស៊ូណានយ៉ានមានរឿងអ្វីកើតឡើងឲ្យប្រាកដអស្ចារ្យអ៊ូយ៉ាងរៀបចំទុកគិតទៅប្រហែលជាអាចផ្សំជាថ្នាំគូពិនពេយៀនបាន20គ្រាប់ស្មានថាថ្នាំគូពិនពេយៀន20គ្រាប់នេះគឺល្មមអាចឲ្យខ្ញុំស្ដារក្បាច់គុណឡើងវិញដល់កម្រិតកំពូលបានហើយមិនមែនគាត់ចង់លាក់បាំងនឹងលោកសាងឈុនមូនោះទេប៉ុន្តែនេះជាឱសថសម្រាប់អ្នកហាត់គុណប្រើប្រាស់ប៉ុណ្ណោះហើយគាត់ក៏មិនចង់ឲ្យសៀងឈុនមូដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ច្រើនពេកដែរលោកលូចុះមកហើយតើលោកតាតាមពិតទៅពួកយើងមិនបាច់គួរសំពេចទេមិនមែនជាការគួរសំទេគឺជារឿងដែលត្រូវតែធ្វើបងឈិនរឿងនេះមិនបាច់តវ៉ាជាមួយលោកតាទេនិយាយយ៉ាងណាក៏មិនឈ្នះគាត់ដែរខ្ញុំនិយាយតាមហេតុផលតើមានអ្វីខុសបងឈិនហេតុអីធ្វើឲ្យលោកតាក្តៅក្រហាយដែរហើយទៅឲ្យឆ្ងាយទៅហាបើគ្មានការអីទៀតទេពួកខ្ញុំសូមលាសិនហើយលោកលូសូមចាំបន្តិចលោកលូមុននេះហៅថាលោកកំពុងរកផ្ទះមែនទេចង់ទិញផ្ទះមែនទេបាទទោះបីជាខ្ញុំនឹងណានយ៉ានត្រូវបានលោកតាស៊ូយករំហើយក្តីតែពួកយើងមិនទាន់ចង់សម្បត្តិអាពាហ៍ពិពាហ៍នៅឡើយទេដូចនេះមិនអាចរស់នៅតំបន់ចាស់រហូតទេម្យ៉ាងទៀតនៅខាងឪពុកម្ដាយរបស់នាងខ្ញុំយល់ហើយលោកលូខ្ញុំដឹងថាបើឲ្យសែកទៅលោកទៀតលោកប្រកាសជាមិនព្រមទទួលឡើយការព្យាបាលជំងឺជូនលោកតាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះថ្លៃនឿយហត់ដែលលោកផ្ដល់ឲ្យគឺច្រើនណាស់ហើយបើទូកាដូទៀតគឺមិនសូវសមរម្យទេសម្រាប់តាមនឹងចុះខ្ញុំនឹងទៅចាត់ការធានាថាឲ្យបងឈិននិងបងថ្លៃពេញចិត្តបងថ្លៃកុំបារម្ភអីពេលនោះខ្ញុំនឹងជ្រើសរើសមួយសម្រាប់បងនិងបងឈិនទាំងជាន់លើជាន់ក្រោមតែអាចសប្បាយបានគ្រប់កន្លែងហាពួកបងកុំគិតច្រើនអីណាហាកុំនិយាយលេងសើចពេកអីបានហើយកុំបង្អាប់គាត់អីបាទខ្ញុំមិននិយាយទៀតទេបានហើយនៅយុវជនសម័យនេះប្រើពាក្យប្លែកមែនលោកលូកុំបដិសេធអីទោះបីជាអូយ៉ាងរៀងឆេវឆាវបន្តិចមែនតែរឿងរើផ្ទះគេពូកែភ្នែកណាស់ទុកឲ្យគេចាត់ចែងចោះតាំងពីពេលណាតែលូឆឹងទទួលរបស់ពីគេហើយធ្វើទឹកមុខតតម្រេចបែបនេះអញ្ចឹងពួកខ្ញុំសូមលាសិនហើយលោកតាពួកខ្ញុំត្រឡប់ទៅវិញហើយលោកលូថ្ងៃនេះរំខានលោកហើយថ្ងៃក្រោយឧស្សាហ៍មកលេងផងលោកតាគូសំពេចហើយសូមលោកតារក្សាសុខភាពផងយាយ៉ាងបើកឡានជូនពួកគេទាំងពីរត្រឡប់ទៅតំបន់ចាស់វិញទៅត្រូវជូនឲ្យដល់មុខផ្ទះណាកុំឲ្យទាស់ចិត្តភ្ញៀវឲ្យសោះបាទលោកតាធានាថាជូនទៅដល់ដោយសុវត្ថិភាពថ្ងៃនេះអរគុណច្រើនហើយដែលជួយមកពួកខ្ញុំចូលផ្ទះសិនហើយមិនបាច់គួរសំទេធ្វើដំណើរតាមផ្លូវប្រុងប្រយ័ត្នផងពុកកាត់អីហ្នឹង
ពួកឯងជានរណាហេតុអីបានជាមកវីមនុស្សបែបនេះនរណាជាលូសិនគឺខ្ញុំនឹងហើយគឺឯងនឹងហើយដែលវីបងធំរបស់ខ្ញុំពួកឯងជាមនុស្សរបស់លីវសិនខ្ញុំមែនទេមិញនេះគិតតែពីព្យាបាលជំងឺឲ្យលោកតាឈិនក៏ភ្លេចគិតពីរឿងនេះទៅនឹកស្មានមិនដល់ថាពួកគេមកលឿនបែបនេះសោះអូស្គាល់គ្នាដែរតើអាល្អិតនិយាយមើលថារឿងនេះចង់ដោះស្រាយយ៉ាងម៉េចខ្ញុំប្រាប់ហើយថាមិនពាក់ព័ន្ធនឹងកូនស្រីខ្ញុំទេគឺអាល្អិតនេះជាអ្នកដៃដល់ចង់ចាប់ទៅចាប់វាទៅពុកនិយាយអីហ្នឹងលូឆឹងជួយខ្ញុំតើកូនដឹងអីអាល្អិតនេះវីលោកប្រធានលីវខ្ញុំដឹងរឿងអស់ហើយចង់សាក់មែនទេបងប្រុសទៅជាមួយពួកយើងមួយជើងទៅមិនអាចឲ្យណានយ៉ានឃើញទស្សនភាពគួរឲ្យខ្លាចពេកទេបើវីស្រាលប្រហែលមិនរុញរាទេទៅជាមួយពួកគេទៅល្អជាងខ្ញុំទៅជាមួយពួកលោកលូឆិនកុំទៅអីហេវាក៏ត្រូវទៅជាមួយពួកយើងដែរចុះកូនស្រីខ្ញុំទៅធ្វើអីដែរគឺអាល្អិតនេះម្នាក់គត់ជាអ្នកវាយអំបញ្ញមិញស៊ូស៊ីនឆាងគ្រាន់តែនិយាយស្ដីមិនសមរម្យបន្តិចក៏ត្រូវពួកនេះព្រួតវាមួយទំហឹងបាត់ទៅហើយមកទល់ពេលនេះគាត់នៅតែភ័យខ្លាចនៅឡើយបើស៊ូណានយ៉ានទៅជាមួយពួកគេទៀតមិនដឹងទៅជាយ៉ាងណាទេលោកប្រធានលីវពេញចិត្តនឹងកញ្ញាម្នាក់នេះណាស់ចង់អញ្ជើញនាងទៅពិសាបាយញ៉ាំបាយរួចសឹមពិភាក្សាគ្នាជាក្រោយតាមពិតគិតថាចាំជួបលីវគូហ្វូសឹមដោះស្រាយតែម្ដងចង់រកងាប់ខ្លួនឯងទេតាអូហូនិយាយជាមួយនរណាគេហ្នឹងអូយបងឈិនខ្ញុំភ្លេចរឿងមួយបាត់ពួកលោកជានរណាមកធ្វើអីទីនេះមិនបាច់ចេះដឹងរឿងខ្ញុំទេចុះឯងជាអាល្អិតណាគេវិញខ្ញុំគឺឈិនអូយ៉ាងនៃត្រកូលឈិនអូយ៉ាងត្រកូលឈិនមិនស្គាល់ទេប្រញាប់ថយចេញទៅនេះជាលោកប្រុសឈិននៃត្រកូលឈិនណាងឹតភ្នែកហើយមែនទេប្រញាប់សុំទោសភ្លាមទៅលោកប្រុសឈិនហេតុអីលោកអញ្ជើញមកទីនេះស្គាល់ខ្ញុំដែរលោកប្រុសឈិនខ្ញុំធ្លាប់ដើរតាមលោកប្រធានលីវហើយធ្លាប់ជួបលោកម្ដងដែរគ្រាន់តែមនុស្សកំពេចកំពុកដូចខ្ញុំគ្មានឱកាសបាននិយាយជាមួយលោកទេឲ្យខ្ញុំមើលបន្តិចមើលពួកឯងជាមនុស្សរបស់លីវជីនឡងមែនទេបាទពួកយើងជាមនុស្សរបស់លោកប្រធានលីវបងឈិនបងចង់និយាយថាគឺពួកនេះមែនទេដែលធ្វើបាបបងថ្លៃអំបញ្ញមិញពួកវានៅចង់នាំខ្លួនបងថ្លៃទៅទៀតយីខ្វឹងមនុស្សក្រមបង្កប់ត្រកូលឈិនពិតជាធ្វើឲ្យខ្ញុំបើកភ្នែកធំមែនហ៊ានហៅបងថ្លៃខ្ញុំទៅកំដរលីវគូហ្វូញ៉ាំបាយផងអីហេតុអីនៅទីនេះមានមនុស្សស្គាល់លោកប្រុសឈិនថែមទាំងជាបងថ្លៃរបស់លោកប្រុសឈិនទៀតងាប់ហើយលើកនេះប៉ាដឹងមុនទោះឲ្យសេចក្តីក្លាហាន100ដងក៏ខ្ញុំមិនហ៊ានដែរឈិនអូយ៉ាងម្នាក់នេះឬមួយជាឈិនអូយ៉ាងនៃត្រកូលឈិនពិតមែនគ្រាន់តែនិយាយប៉ុន្មានម៉ាត់សោះធ្វើឲ្យពួកដែលធ្លាប់តែក្អេងក្អាងអំបញ្ញមិញព្រមទាំងកំភ្លៀងខ្លួនឯងភ្លាមលីវគូហ្វូធ្វើដំណើរមកវីឡាត្រកូលស៊ូភ្លាមលោកប្រុសឈិនមានរឿងអីកើតឡើងមែនទេហេតុអីបានជាខឹងខ្លាំងម្ល៉េះមានរឿងអីនិយាយថាចង់ហៅបងថ្លៃខ្ញុំញ៉ាំបាយឯងមើលចរិតខ្លួនឯងផងសុំនឹងហៅបងថ្លៃខ្ញុំញ៉ាំបាយដែរលោកម្ចាស់ឈិននេះជាបងថ្លៃរបស់លោកមែនទេពិតមែនហើយនេះជាបងឈិនរបស់ខ្ញុំសុំទោសបងធំខ្ញុំមិនដឹងថាគាត់ជាមិត្តភក្តិរបស់បងធំទេពិតមែនហើយកញ្ញាស៊ូពិតជាស្រស់ស្អាតគ្មានពីរពិតជាស័ក្តិសមនឹងលោកណាស់បងធំមកពីខ្ញុំមានភ្នែកតែមើលមិនស្គាល់មនុស្សធំពិតជាមើលងាយមនុស្សមែនខ្ញុំមិនគួរលេងសើចចំពោះកញ្ញាស៊ូឡើយសូមមេត្តាលើកលែងទោសឲ្យខ្ញុំផងខ្ញុំមិនចាស់ជាងឯងទេកុំហៅខ្ញុំថាបងធំខ្ញុំមិនហ៊ានទទួលពាក្យនេះទេបងធំអីឯងជាស្អីទៅហ៊ានហៅបងឈិនថាបងធំផងខ្លាំងពូកែណាស់តើលីវកូហ្វូអាំងតែធ្វើការឲ្យគ្រូសាឈិនបែរជាមកធ្វើចរិតក្អេងក្អាងនៅតំបន់ចាស់នេះមានមនុស្សជាច្រើនប្រាប់ខ្ញុំថាឯងលួចបន្លំខ្ញុំពិតជានឹកស្មានមិនដល់សោះថាឯងហ៊ានធ្វើរឿងបែបនេះសោះរឿងនរណាឲ្យលុយមុនឯងវីកំទេចផ្ទះគេមុនខ្ញុំមិននិយាយចុះព្រោះគង់តែត្រូវវីកំទេចដែរទេតែឯងបែរជាមកធ្វើខ្លួនជាស្ដេចត្រាញ់នៅទីនេះទៅវិញដឹងទេថាហេតុអីបានជាគ្រូសាឈិនមកអភិវឌ្ឍតំបន់ចាស់នេះគឺដើម្បីធ្វើបុណ្យខ្លះឲ្យស្រុកកំណើតរបស់លោកតាពេលនេះត្រូវឯងបំផ្លាញខ្ទេចអស់ហើយចាប់ពីថ្ងៃនេះទៅមិនបាច់ធ្វើការរុះរើតំបន់ចាស់នេះទៀតទេហើយមួយទៀតរឿងនេះមិនទាន់ចប់ស្រួលទេបងឈិនលើកលែងទោសឲ្យឯងឬអត់ហេគឺអាស្រ័យលើសំណាងរបស់អញហើយ
បងឈិននេះជាកំហុសក្នុងការគ្រប់គ្រងរបស់គ្រួសារឈិនខ្ញុំចង់ចាត់ការគាត់បែបណាគឺស្រេចតែលើបងសម្រាប់ចុះមិនអាចទេលោកម្ចាស់ឈិនខ្ញុំបានដាក់ទុនទាំងអស់ចូលទៅហើយបើពេលនេះលោកមិនឲ្យខ្ញុំធ្វើទៀតខ្ញុំច្បាស់ជាវិនាសមិនខានទៅឲ្យឆ្ងាយទៅលោកខ្ញុំដឹងខុសហើយលោកប្រាប់មកចុះធ្វើម៉េចទៅលោកព្រមលើកលែងទោសឲ្យខ្ញុំសូមដោះលែងខ្ញុំម្ដងទៅលើកក្រោយខ្ញុំមិនហ៊ានទៀតទេឯងមិនត្រឹមតែខុសដែលទៅបៀតបៀនស៊ូណានយ៉ាងទេតែឯងថែមទាំងអាងអំណាចបន្តិចបន្តួចទៅជិះជាន់គេឯងទៀតឆ្លៀតឱកាសរុះរើផ្ទះឲ្យគ្រួសារឈិនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំពិតជាដឹងខុសហើយលើកក្រោយមិនហ៊ានទៀតទេខ្ញុំនឹងដាក់ទោសខ្លួនឯងឥឡូវនេះទីធ្លានេះតូចចង្អៀតណាស់មិនអាចទទួលមនុស្សធំដូចឯងបានទេមិនជូនដំណើរទេហេស្ដាប់ភាសាមនុស្សមិនយល់មែនទេលោកម្ចាស់ឈិនខ្ញុំទៅឲ្យឆ្ងាយទៅខ្ញុំមិនអីទៀតទេនៅទីនេះថ្ងៃនេះហត់ហើយមិនបានទទួលស្វាគមន៍ប្អូនទេទង្វើរបស់មនុស្សម្នាក់នេះប្រហែលជាល្មើសច្បាប់ហើយឲ្យគ្រួសាររបស់ប្អូនចាត់ការចុះតាមពិតចង់សួរថាបងឈិនចូលចិត្តឡានម៉ាកអីតែឥឡូវបរិយាកាសមិនល្អសោះមិនដឹងនិយាយមិនកើតអីចឹងបងសម្រាប់ឲ្យសួរចុះបងឈិនខ្ញុំទៅមុនហើយចាំស្អែកខ្ញុំមកជួបបងទៀតកុំភ្លេចរឿងដែលខ្ញុំពឹងឲ្យជួយធ្វើនោះផងចាំជានិច្ចបងឈិនស្អែកអាចយកមកវិញបានហើយលីវគូហ្វូណានយ៉ានខ្ញុំមិនញ៉ាំបាយល្ងាចទេថ្ងៃនេះរៀងហត់បន្តិចខ្ញុំទៅសម្រាកសិនហើយយ៉ាងហោចក៏ត្រូវញ៉ាំខ្លះដែរណានយ៉ានគុណប្រុសតកូឈិនហេតុអីគួរសម្ដាក់លូឈិនម្លេះលូឈិនព្យាបាលលោកតាត្រកូលឈិនជាហើយលូឈិនចេះវិជ្ជាពេទ្យមែនហាតាំងពីលូឈិនមកនៅគ្រួសារស៊ូមិនដែលឮថាគេចេះវិជ្ជាពេទ្យសោះបើគេចេះវិជ្ជាពេទ្យមែនហេតុអីជើងខ្លួនឯងពិការដល់ទៅ3ឆ្នាំបែរជាមិនព្រមព្យាបាលខ្លួនឯងណានយ៉ានលូឈិនមិនមែនបោកប្រាស់ត្រកូលឈិនទេដឹងលូឈិនគ្មានផ្លូវបោកត្រកូលឈិនឡើយពេលនោះខ្ញុំក៏នៅក្បែរដែរម្យ៉ាង3ឆ្នាំនេះលូឈិនមិនមែនមានបញ្ហាតែជើងទេយាយកញ្ចាស់ដឹងក្រែងលោកលូឈិនគ្រាន់តែចែកដល់ដឹងវិធីព្យាបាលជំងឺលោកតាឈិនទេដឹងច្បាស់ជាអញ្ចឹងហើយខ្ញុំថាហើយតើលូឈិនមិននឹងអាចចេះវិជ្ជាពេទ្យទៅច្បាស់ជាអញ្ចឹងហើយបើអានឹងចេះវិជ្ជាពេទ្យមែនខ្ញុំរត់2គីឡូដេភ្លាមមិនក៏មិនចង់ឲ្យលូឈិនបានធូរស្បើយទៅវិញមិនក៏បន្ទោសខ្ញុំទៀតហើយហេហេតុអីខ្ញុំត្រូវចង់ឲ្យវាបានល្អពាក់ព័ន្ធអីនឹងខ្ញុំណានយ៉ានស្អែកទៅមើលខ្លួនលោកមានរៀបចំឲ្យរួចរាល់អស់ហើយមិនទៅទេខ្ញុំនិយាយច្រើនដងហើយខ្ញុំជាប្រពន្ធរបស់លូឈិនគ្មានផ្លូវទៅមើលខ្លួនឡើយចង់ឲ្យខឹងស្លាប់មែនទេនេះគឺដើម្បីល្អទេណាមិនទាន់ចុះសម្បត្តិអាពីពីផងគ្រាន់តែសន្យាមាត់ទេតើការលូឈិនព្យាបាលលោកតានៅវិឡាឈិនអស់កម្លាំងកាយចិត្តខ្លាំងណាស់ឥឡូវបាយមិនខំមួយម៉ាត់បែរជាទៅសម្រាប់ភ្លាមរាងកាយទ្រាំទ្រមិននឹងកើតខ្ញុំទៅផ្សារទិញមាន់មួយសិនយកមកសុបស៊ុបបើកម្លាំងឲ្យគេតាកញ្ចាស់មិនងាប់កុំមកដណ្ដើមណានយ៉ានជាមួយខ្ញុំត្រូវតែឲ្យនាងការជាមួយលីវហុងវិនលីវហុងវិននឹងជានរណាពាក់ព័ន្ធអីនឹងឯងចុះត្រកូលលីគិតយ៉ាងម៉េចលោកប៉ារឿងនេះមិនអាចចប់ងាយបែបនេះទេចុះអាចធ្វើអីបានទៅឥឡូវលូឈិនមានត្រកូលឈិនកាំងពីក្រោយចង់ទៅប៉ះពាល់គេមិនកើតស្មានតែក្នុងចិត្តនេះមិនខឹងទេគេលោកប៉ាលូឈិនឈួតលីលីអស់3ឆ្នាំបើវាអាចព្យាបាលជំងឺលោកតាឈិនបានមែនហេតុអីទុកឲ្យខ្លួនឯងពីការ3ឆ្នាំធ្វើអីរឿងនេះច្បាស់ជាមានអាចកំបាំងហើយពិតជាមានអាចកំបាំងមែនទៅស៊ើបប្រវត្តិលូឈិនឲ្យច្បាស់មើលល្អណាស់តាំងពីដឹងក្តីមកខ្ញុំមិនដែលរងការប្រមាថបែបនេះទេបើសិនខ្ញុំស្រាវជ្រាវដឹងថាអានឹងគ្រាន់តែសម្ដែងធ្វើពុតខ្ញុំត្រូវតែឲ្យវាស្លាប់ធ្វើមិនទៅលោកប្រុសលីខលមកហើយមកចង្រៃរបស់ខ្ញុំមែនគឺតែនិយាយពីគាត់មិនមែនសោះឥឡូវខលមកភ្លាមតែម្ដងខ្ញុំដឹងធ្វើមិនទៅរឿងនេះគឺបងបង្កខ្លួនឯងពាក់ព័ន្ធអីជាមួយខ្ញុំលុយនឹងខ្ញុំមិនបានមួយសេនផងគុំនិយាយរឿងលុយទៀតជួយគិតរកវិធីដោះស្រាយលឿនឡើងវិធីដោះស្រាយខ្ញុំមានវិធីអីទៅខ្ញុំប្រាប់បងឲ្យដឹងទៅចុះទោះជាបងមិនបានចំណែកលុយក៏ដោយប៉ុន្តែលីជានៅតែគិតថាបងចាយដដែលនរណាប្រាឲ្យអូនធ្វើជាប្រពន្ធបងធ្វើអីបើអូនមិនជួយបងទេ
ដល់ពេលហ្នឹងបងនឹងអូបអូនចូលដែរជាតិនឹងរៀបការជាមួយបងពិតជាស័យធំណាស់ទទួលសិនទៅមើលថាគាត់ចង់បានអីមិនទទួលស្មានតែរួចខ្លួនមែនទេឬមួយលីសៅមិនដឹងថាបងនៅទីនេះហេតុអីយូរម្លេះទើបទទួលទូរស័ព្ទអំបញ្ញមិញខ្ញុំទៅបន្ទប់ទឹកទើបតែមកវិញបាទឥឡូវនៅណាខ្ញុំមិនមែនមកទារលុយពីឯងទេគឺចង់សួរនាំរឿងលោឈិនបន្តិចលោឈិនមែនហើយនៅឯណាខ្ញុំនឹងឲ្យគេទៅទទួលមិនបាច់គិតពីខ្ញុំទេខ្ញុំមិនរកដេញដល់រឿងលុយបន្តិចបន្តួចនឹងទេខ្ញុំនៅផ្ទះកំពុងរងចាំនៅផ្ទះខ្ញុំឲ្យគេទៅទទួលហើយបាទលោកប្រុសលីតើលោកចង់ឲ្យខ្ញុំទៅធ្វើអីទៅពិតជាចង់សួរនាំរឿងលោឈិនមែនណាហេលោឈិនមានអីត្រូវសួរនាំទៅក្នុងពេលគេប្រាប់ថាមិនបាច់សងលុយវិញផងតើបងនៅខ្លាចអីទៀតលុយរបស់បងនឹងប្រហែលជាមិនទាន់ចាយអស់ទេមែនទេពេលឲ្យខ្ញុំខ្លះមកខ្ញុំចង់ទៅដើរលេងខ្លះបងគ្មានសល់ទេហេហេបើបងមិនព្រមឲ្យខ្ញុំទេខ្ញុំនឹងយករឿងនេះទៅប្រាប់ណានយ៉ានបើណានយ៉ានដឹងរឿងនេះថាបងយករឿងរបស់លោកឈិនទៅប្រាប់លោកប្រុសលីចាំមើលថាណានយ៉ាននៅរាប់រកបងទៀតអត់ចាយសន្សំសំចៃខ្លះផងខ្ញុំសល់លុយមិនដល់ 10,000 ផងដឹងហើយតែខាត់មិនអាចឲ្យណានយ៉ានជួបមនុស្សតកូលីឡើយបើមិនអីចឹងទេច្បាស់ជាឆ្លោះគ្នាខានមិនខានលោកឈិនម្នាក់នេះនៅស្គាល់តែដេកទៀតជួយត្រកូលឈិនច្រើនយ៉ាងហ្នឹងបែរជាមិនចេះទាផលប្រយោជន៍សោះមិនមែនទេប្រហែលជាគេឲ្យរួចហើយក៏មិនដឹងតែលោកឈិនមិនព្រមប្រាប់ខ្ញុំសោះចាំបន្តិចទៀតខ្ញុំត្រូវតែសួរណានយ៉ានមិនមែនជាថ្ងៃបុណ្យទានអីផងទិញមន់មកធ្វើអីហ្នឹងកាលពីថ្ងៃមិញពេលលោកឈិនជួយព្យាបាលជំងឺលោកតាឈិនគាត់ហត់នឿយខ្លាំងណាស់ខ្ញុំក៏រងាស់ស៊ុបមន់ឲ្យគាត់ញ៉ាំទៅឈួតមែនទេមានលុយទៀតហើយមែនទេមានលុយហើយមិនចេះយកមកឲ្យផ្ទះនេះជាលុយរបស់ខ្ញុំតើខ្ញុំចង់ចាយលើនរណាវាជាសិទ្ធិរបស់ខ្ញុំចាប់ពីពេលនេះទៅខ្ញុំមិនឲ្យលុយទៅផ្ទះទៀតទេមើលអាសម្រាប់នោះមានរូបរាងយ៉ាងម៉េចមានត្រង់ណាដូចមនុស្សមានលុយលោកឈិនមិនមែនជាមនុស្សប្រយោជន៍ទេទៅថ្ងៃមុខគាត់នឹងអាចរកលុយបានសូម្បីតែលោកតាឈិនក៏និយាយដែរទៅថ្ងៃមុខបើខ្ញុំចង់ត្រឡប់ទៅគ្រួសារស៊ូវិញក៏ត្រូវតែពឹងផ្អែកលើលោកឈិនដែរត្រឡប់ទៅគ្រួសារស៊ូហាពីថ្ងៃនេះអញត្រូវលោកឈិនបោកប្រាស់រហូតភ្លើអស់ហើយមែនទេគ្រួសារស៊ូពួកយើងគ្មានផ្លូវបានត្រឡប់ទៅវិញឡើយទោះបីជាអាចត្រឡប់ទៅវិញក៏មិនមែនពឹងលើលោកឈិនដែរមួយទៀតតើលោកឈិនបានផលប្រយោជន៍អ្វីខ្លះពីគ្រួសារឈិនអត់មានទេលោកឈិនគឺគ្រាន់តែជាមនុស្សរងងម្នាក់លោកឈិនមិនមែនជាមនុស្សរងងទេម៉ែទៅថ្ងៃមុខហាមហៅលោកឈិនថាមនុស្សរងងទៀតរឿងសំខាន់ដូចជាជួយព្យាបាលជំងឺឲ្យគ្រួសារឈិនសោះបែរជាមិនចេះសុំផលប្រយោជន៍ខ្លះពីគ្រួសារឈិនបើមិនមែនជាមនុស្សរងងតើជាស្អីទៅហេះហើយម៉ែក៏សង្ឃឹមលើឯងឲ្យចិញ្ចឹមពេលចាស់ដែរបើអញរៀបការជាមួយអាសម្រាប់បែបនេះម៉ែដាច់ខាត់មិនយល់ព្រមឡើយស្អែកនេះត្រូវតែទៅមើលមុខគូជាមួយម៉ែជីវិតបែបនេះពិតជាពិបាកទ្រាំខ្លាំងណាស់ខ្ញុំពិតជាចង់ចាក់ចេញពីផ្ទះនេះឲ្យបានឆាប់ណាស់ក៏មិនដឹងថាអញគ្រាន់តែចៃដន្យចេះព្យាបាលជំងឺរបស់លោកតាឈិនឬក៏ពិតជាពូកែខាងវេជ្ជសាស្ត្រពីមុនមកមែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងពិតជាហត់ខ្លាំងណាស់ហើយពូ7ជើងរបស់លោកឈិនដូចជាសេះស្បើយហើយថែមទាំងងឺថាចេះវិជាពេទ្យទៀតផងតើព័ត៌មាននេះច្បាស់កាទេដាច់ខាតគឺច្បាស់កាមនុស្សដែលពួកយើងបញ្ជូនទៅតាមដានលោកឈិនបានត្រឡប់មកវិញហើយរីកាប្រាប់បែបនេះពូ7តើលោកពូគិតថា3ឆ្នាំនេះលោកឈិនមិនបានខ្វិនមែនទេឬមួយក៏គេធ្វើពុតជាឈួតធ្វើពុតជាភ្លើមិនអាចទេជើងរបស់គេកាលនោះគឺត្រូវគេវាបំបាក់ពិតមែនគ្រូពេទ្យកាលនោះមិនបានមកប្រាប់វិញទេអីហើយគ្រូពេទ្យក៏ធ្លាប់និយាយដែរថាលោកឈិនទទួលរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងពូ7ប៉ុន្តែព័ត៌មានឥឡូវនេះនិយាយថាលោកឈិនអាចក្រោកឈរបានត្រឹមតែមួយយប់សោះតើវាអាចទៅរួចយ៉ាងម៉េចទៅថែមទាំងមើលទៅលោកឈិនថែមទាំងចេះវិជាពេទ្យទៀតតាមដានបន្តទៀតទៅក្រោកឡើងញ៉ាំបាយបន្តិចសិនទៅសឹមគេងទៀតលោកឈិនកុំធ្វើបែបនេះអី
ពីមុនមិនក៏មិនដែលឃើញបងអញ្ចឹងសោះពីមុនមិនមែនមកពីគ្មានអារម្មណ៍ខ្វល់ខ្វាយទេអីឥឡូវជើងជាហើយចាប់ផ្ដើមចេះលេងខូចហើយមែនទេអូនបានរងាស់ស៊ុបមាន់ទុកឲ្យបងចង់ញ៉ាំអត់ញ៉ាំតើត្រូវជាប់ឃុំនៅគ្រួសារស៊ូ3ឆ្នាំនេះខ្ញុំមិនដែលខ្វល់ពីរឿងអ្វីផ្សេងឡើយមានតែម្ហូបដែលនាងធ្វើប៉ុណ្ណោះជាការលួងលោមចិត្តតែមួយគត់របស់ខ្ញុំណានយ៉ានស្នាដៃធ្វើម្ហូបរបស់អូនពិតជាអស្ចារ្យណាស់ឥឡូវនេះខ្ញុំមានសំណាងបានញ៉ាំរបស់ឆ្ងាញ់ម្ដងទៀតហើយតើឡូឈិននេះមានប្រភពមកពីណាឲ្យប្រកាសទៅគេគ្មានខ្សែស្រឡាយអស្ចារ្យអ្វីសោះនឹងនិយាយឈួតមនុស្សល្ងងដែលខ្វិនអស់រយៈពេល3ឆ្នាំម្នាក់ស្រាប់តែប្រែជាបែបនេះទៅវិញថែមទាំងអាចព្យាបាលជំងឺឲ្យលោកតាឈិនទៀតបើប្រាប់ថាគេគ្មានប្រវត្តិតើមាននរណាជឿទៅលោកប្រុសលីវីពិតជាបែបនឹងមែនលូឈិនត្រូវបានលោកតានាំមកផ្ទះកាលពី3ឆ្នាំមុនកាលនោះខ្លួនប្រាណគេមានរបួសលោកតាគ្រាន់តែប្រាប់ថាគេមិនធម្មតាទេតែមិនបានប្រាប់ពីប្រវត្តិនៃការមកដល់របស់លូឈិនឡើយក្រោយមកលូឈិនត្រូវបានពួកក្មេងទំនើង2-3នាក់វាយឲ្យរបួសក៏ប្រែជាលប់ឈួតទៅចុះឯងពន្យល់រឿងដែលគេព្យាបាលជំងឺឲ្យគ្រួសារឈិនយ៉ាងម៉េចដែរលោកប្រុសលីលូឈិនច្បាស់ជាមិនចេះព្យាបាលជំងឺទេពួកយើងទីថាលូឈិនត្រូវរាយការណ៍ពីសកម្មភាពរបស់លូឈិនប្រាប់ខ្ញុំរាល់ថ្ងៃឯងត្រូវតាមមើលនាងឲ្យជាប់បើបណ្ដោយឲ្យអាលូឈិននោះបានសម្រេចយកលុយទាំងនេះទៅលោកប្រុសលីគឺប្រាប់ឲ្យយកក៏យកទៅកុំនិយាយច្រើនពេកលីស៊ីមីងមិនត្រឹមតែមិនធ្វើបាបខ្ញុំទេថែមទាំងផ្ដល់ប្រយោជន៍ឲ្យខ្ញុំទៀតឬមួយការតាមដានលូឈិនពិតជាសំខាន់ចំពោះគេខ្លាំងម្ល៉េះមិនអីទេឈប់គិតច្រើនទៅណានយានបងចង់ពិភាក្សារឿងមួយជាមួយអូនរឿងអីទៅបងចង់បើក clinic ព្យាបាលជំងឺមួយ clinic មែនទេបើ clinic ត្រូវចំណាយលុយច្រើនណាស់មែនទេពួកយើងគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេមួយវិញទៀតលូឈិនតើបងពិតជាចេះវិជ្ជាពេទ្យមែនទេអូនមិនមែនសង្ស័យលើបងទេគ្រាន់តែមិនសូវចង់ជឿតែប៉ុណ្ណោះបងប្រហែលជាគ្រាន់តែចៃដន្យដឹងវិធីព្យាបាលលោកតាឈិនមែនទេបងមិនមែនចេះតែព្យាបាលជំងឺលោកតាឈិនទេជំងឺអ្វីក៏បងអាចព្យាបាលបានដែរលូឈិនណានយានកុំបារម្ភអីបងមិនបោកប្រាស់អូនទេចាប់ពីថ្ងៃស្អែកទៅបងនឹងផ្ដល់ជីវិតថ្មីមួយជូនអូនប៉ុន្តែគ្មានប៉ុន្តែអីទៀតទេចាំមួយរយៈទៀតអូននឹងដឹងហើយបងសុំទៅដើរលេងខាងក្រៅបន្តិចលូឈិនហេតុអីមកឈរជួបបារីនៅទីនេះម្នាក់ឯងអ៊ំនេះបាទលូឈិនអ៊ំមើលដឹងថាឯងមិនមែនជាមនុស្សធម្មតាទេលូឈិនស្ដាប់ពាក្យទូនមានរបស់អ៊ំមួយម៉ាត់ទៅបើអាចចាក់ចេញពីតំបន់ចាស់នេះបានចាក់ចេញពីគ្រួសារស៊ូទៅហើយនាំណានយានទៅជាមួយទៅពិភពលោកខាងក្រៅទៅជាកន្លែងរបស់ឯងខ្ញុំដឹងហើយអ៊ំនេះអរគុណអ៊ំខ្លាំងណាស់អរគុណអីទៅអ៊ំគ្មានបានជួយអ្វីឯងផងអ៊ំទៅដើរលេងខាងនោះបន្តិចសិនមនុស្សយើងពេលចាស់ទៅឲ្យតែញ៉ាំអីបន្តិចបន្តួចគឺមិនស្រួលពោះភ្លាមបាទអ៊ំនីវធ្វើដំណើរស្រួលបួលណាហេតុអ្វីខ្ញុំមិនបើក clinic មួយនៅម្ដុំសង្កាត់ចាស់ទៅដំបូងឡើយគិតថាចង់បើកនៅតំបន់អ៊ូអតែប្រជាជននៅទីនេះជីវភាពមិនសូវធូរធារទេពេលឈឺថ្កាត់តែងលេបថ្នាំផ្ដេសផ្ដាសមិនជាសេះស្បើយពិតប្រាកដម្យ៉ាងទៀតទីនេះធំទូលាយល្អនៅឆ្ងាយពីគ្រួសារឈិនគ្មានការរំខានស្ងប់ស្ងាត់ល្អមនុស្សញញៃអាចរស់នៅយ៉ាងសុខសាន្តរាល់ថ្ងៃព្រមទាំងអាចយកកាត់វិជាពេទ្យរបស់ខ្ញុំផងសម្រាប់ចិត្តយកទីនេះចុះមិនដឹងជាមិត្តភក្តិរូបណាទេមកទីនេះសូមចេញមុខមកជួបគ្នាបន្តិចមកមើលទៅតើតែឲ្យខ្ញុំទៅអញ្ជើញទៅព្រមចេញមកមែនទេលំអរកាយគោរពលោកម្ចាស់វិមាន